ខ្ញុំខុសហើយគុំរៀបការជាមួយអ្នកផ្សេងអីបានទេអត់ទោះឲ្យខ្ញុំមកខ្ញុំនឹងរៀបការជាមួយអ្នកខ្ញុំនឹងរៀបការជាមួយអ្នកស៊ូជឹងយាកបើសិនជាពីមុនខ្ញុំបានឬពាក្យនេះខ្ញុំប្រហែលជាសប្បាយចិត្តរហូតគេងមិនលក់ប៉ុន្មានថ្ងៃហើយតែពេលនេះអីវាហួសពេលអស់ហើយវាមិនទាន់ហួសពេលទេមើលចុះទាំងឱកាសទាំងសន្តាគារអីរៀបចំរួចរាល់អស់ហើយវាមិនទាន់ហួសពេលទេខ្ញុំស៊ូជឹងយាកយើងចប់គ្នាហើយបងឈិនឈៀងបងមិនអាចរៀបការជាមួយស្រីផ្សេងបានទេបងធ្លាប់ប្រាប់អូនថាមួយជីវិតនេះបងនឹងរៀបការតែជាមួយអូនបងភ្លេចហើយមែនទេអ្នកដែលភ្លេចគឺអ្នកមិនមែនខ្ញុំទេខ្ញុំពិតជាធ្លាប់ប្រាប់ថានឹងមិនរៀបការជាមួយអ្នកណាផ្សេងក្រៅពីអ្នកតែខ្ញុំក៏ធ្លាប់ប្រាប់ដែរថាឲ្យតែអ្នកក្បត់ខ្ញុំនឹងរៀបការជាមួយអ្នកផ្សេងជីយាកមិនថាយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែស្រឡាញ់អ្នកដែរអ្នកក្រងប់ទៅហើយមានអីមកស្រឡាញ់ខ្ញុំចេញឲ្យឆ្ងាយទៅសឹងហាក់ខ្ញុំដឹងថាខ្ញុំខុសហើយទៅថ្ងៃមុខខ្ញុំនឹងស្ដាប់បង្គាប់បងឲ្យបានល្អកុំចាក់ចេញពីខ្ញុំអីអត់ទោសឲ្យខ្ញុំបានទេខ្ញុំដឹងថាខ្ញុំខុសហើយស៊ូជឹងរុយកំហុសខ្លះអត់ទោសឲ្យមិនបានទេលែងដៃទៅបងស្រីកុំបារម្ភអីខ្ញុំនឹងមើលថែបងឲ្យបានល្អឯងមើលថែបងស្អីទៅឯងចិត្តងាប់ទៅហើយមានអីមកមើលថែបងមកពីឯងទាំងអស់បងស្រីបងកុំអើភ័យអីយើងរកវិធីផ្សេងទៀតមែនហើយឆេងសេននឹងវាស្ដាប់បង្គាប់ជាងឆ្កែដែលបងចិញ្ចឹមទៀតវាមិនទៅការជាមួយអ្នកផ្សេងងាយអីចឹងទេខ្ញុំដឹងហើយលើកនេះវាដាច់ចិត្តទៅមែនតែនហើយទៅក៏ទៅចុះវាមើងងាយបងដល់ថ្នាក់នឹងបងកុំបារម្ភមានម៉ាក់នឹងជ្វានៅទីនេះម៉ាក់នឹងធ្វើឲ្យវាវាមកសុំទោសបងឲ្យបានមែនណាហេមែនហើយបងធ្វើបែបនេះកូនឯងទៅណាបាត់ហ្នឹងចិត្តដល់ពេលការហើយលោកពូជាងអ្នកមីងវូខ្ញុំសុំទោសមិញខ្ញុំរវល់ចាត់ការងារបន្តិចអូយកូនស្រីសំណប់ចិត្តមិញចិត្តការជាមួយក្មួយហើយមិនក៏នៅហៅមីងទៀតម៉ាក់និយាយអីហ្នឹងអូយកូនស្រីខូចរបស់យើងចេះមកអៀនទៅរួចហាលោកដន្លងដល់ពេលហើយចាប់ផ្ដើមទៅបងប្អូនញាតិមិត្តទាំងអស់គ្នាភ្ញៀវកិត្តិយសទាំងអស់គ្នាសូមស្វាគមន៍អ្នកទាំងអស់គ្នាដែលបានមកចូលរួមលោកឆេងនិងកញ្ញាយៀងឆៃពិធីមង្គលការរបស់កញ្ញាឥឡូវដល់ម៉ោងសេរីស៊ូស្ដេហើយសូមចូលរួមទះដៃឲ្យបានខ្លាំងដើម្បីស្វាគមន៍គូស្វាមីភរិយាថ្មីឡើងលើឆាកធ្វើពិធីសំពះផ្ទឹមដល់វេលាសំពះផ្ទឹមហើយទី1សំពះមេដីទី2សំពះមាតាបតាគូស្វាមីភរិយាសំពះគ្នាចាំបន្តិចមិនក៏នាងមកទីនេះស៊ូជេញៀវនេះជាការកូនប្រុសខ្ញុំឯងចង់ធ្វើអីហ្នឹងលោកពូឆេនឆេងគឺជាសង្សាររបស់ខ្ញុំគាត់មិនអាចរៀបការជាមួយស្រីផ្សេងបានទេនេះសង្សារចាស់ស្លៀករោបការមកដណ្ដើមប្តីគេតើចាំមើលរឿងល្អមើលហើយលើកនេះស៊ូជេញៀវខ្ញុំនិយាយច្បាស់ហើយតើសូមចេញទៅឲ្យលឿនទៅខ្ញុំមិនយើងមិនទាន់បែកគ្នាឯណាអ្នកនៅតែជាសង្សារខ្ញុំនាងមាត់រឹងថាខ្ញុំជាសង្សារនាងចុះម្នាក់នោះជាអ្នកណាលោកឆេងខ្ញុំថាអ្នកយល់ច្រឡំហើយខ្ញុំនឹងយាងយន់គ្រាន់តែជាមិត្តជិតស្និទ្ធនឹងគ្នាធម្មតាតើមិត្តជិតស្និទ្ធដែលត្រូវរៀបការថ្ងៃនឹងមែនទេឆេងក្នុងនាមជាមនុស្សប្រុសម្នាក់កុំចិត្តចង្អៀតពេកបានទេជិនយាទោះបីរឿងការងារការគាត់គិតមិនសូវបានដិតដល់មែងតែគាត់ធ្វើដើម្បីបំពេញបំណងចុងក្រោយរបស់មិត្តភក្តិតើគាត់មានខុសអីទៅនេះហើយដែលបញ្ជាក់ថាជិនយារបស់យើងជាក្មេងស្រីដែលចិត្តល្អម្នាក់បងគួរតែចេះថែរក្សាគាត់ឲ្យបានល្អទើបត្រូវគាត់ពិតជាក្មេងស្រីល្អមែនខ្ញុំគ្មានសំណាងទទួលយកទេសូមចេញទៅឲ្យឆាប់ឈិនស៊ីងហ៊ឺខ្ញុំដឹងខុសហើយខ្ញុំមិនបានរៀបការជាមួយគេទេខ្លួនប្រាណខ្ញុំនៅស្អាតស្អំទេបងអភ័យទោសឲ្យខ្ញុំបានទេឃើញហើយចង់ក្អួតណាស់ឈិនស៊ីងហ៊ឺនាងដឹងកំហុសហើយតើបងចង់បានអីទៀតថ្ងៃនេះខ្ញុំឲ្យតែពួកឯងទាំងអស់គ្នាចេញពីមង្គលការរបស់ខ្ញុំទៅបានហើយកុំបន្ទោសស៊ីងហ៊ឺអីគាត់កំពុងតែខឹងក្នុងចិត្តនឹងឲ្យតែគាត់ព្រមអភ័យទោសឲ្យខ្ញុំអីក៏ខ្ញុំទ្រាំបានដែរលោកដន្លងតើមានរឿងអីឲ្យប្រាកដនឹងសុំទោសលោកដន្លងនេះជាសង្សារចាស់របស់ស៊ីងហ៊ឺខ្ញុំនឹងដេញនាងចេញឥឡូវនេះ
លោកប៉ាអ្នកម៉ាក់ខ្ញុំនឹងស៊ីងហ៊ឺតាក់ទងគ្នា5ឆ្នាំហើយហេតុអីចង់បំបែកពួកយើងពេលនេះចុះឲ្យខ្ញុំធ្វើម៉េចទៅថ្ងៃមុខជឿយើងយូឈប់មកធ្វើពុតជាគួរឲ្យអាណិតនៅទីនេះទៅធ្វើពុតជាគួរឲ្យអាណិតមនុស្សស្រីម្នាក់បានលះបង់5ឆ្នាំដែលល្អបំផុតឲ្យនាងគ្រាន់តែខុសបន្តិចបន្តួចសោះអ្នកក៏បោះបង់នាងចោលបាត់បែបនឹងមិនហៅថាគួរឲ្យអាណិតទេអីតាមខ្ញុំមើលទៅច្បាស់ណាស់ថាឯងជាប្រុសខូចចង់តង់អ្នកមានហើយរកលេសទៀតប្អូនស្រីឲ្យកុំឲ្យគេបោកបានឲ្យសោះឯងពួកឯងស៊ូជេញៀវកុំបង្ខំខ្ញុំឈៀវហ៊ីសុំទោសណាខ្ញុំពិតជាទ្រាំមើលអ្នកនៅជាមួយស្រីផ្សេងមិនបានទេឲ្យតែអ្នកព្រមត្រឡប់មកវិញខ្ញុំអត់ទោសឲ្យអ្នកទាំងអស់ឈប់ទៅឆេញជាមនុស្សបែបណាខ្ញុំដឹងច្បាស់ណាស់បើឯង